សូមកុំអារម្មណ៍អីខ្ញុំបានរៀបចំស្អាតហើយទោះបីជារកឃើញក៏ដល់ពេលដែលថ្នាំពុលជ្រាបចូលក្នុងខ្លួនធ្វើឲ្យលោកម្ចាស់ធំស្លាប់ដែរខ្ញុំធ្វើជាមេការផ្ទះនេះយូរឆ្នាំហើយគ្មានអ្នកណាសង្ស័យខ្ញុំទេហើយខ្ញុំនៅក្នុងផ្ទះគ្រួសារហ្វូនេះឈឺចាប់ច្រើនណាស់ទម្រាំដល់ពេលនេះគឺមិនងាយស្រួលទេយើងមិនអាចឲ្យស្រីចង្រៃស៊ឺវ៉ាន់នោះបំផ្លាញបានទេលោកស្រីហ្វូគំនូទាំងពីរដែលអ្នកនាងយកមកគ្មានអ្វីទាក់ទងនឹងប៉ាកូននោះទេនេះជាឯកសារសូមអញ្ជើញយកមើលត្រូវទុកឲ្យល្អរងចាំថ្ងៃដែលភ្ជាប់ពាក្យនោះមកដល់ខ្ញុំឲ្យទៅហ្វូឈីមីងបាទ Hello ខ្ញុំនឹងទៅដល់ឥឡូវនេះអ្នកស្រីទូតើយ៉ាងម៉េចទៅហើយលោកម្ចាស់ស្រាប់តែក្អួតឈាមពួកយើងភ្លេចខ្លាំងណាស់ការប៉ັດរឿងតែលោកតារងងណាស់ហេតុអីក៏ស្រាប់តែខ្លាចជាបែបនេះជីបចោលគឺគ្មានបញ្ហាទេតើលោកតាមានញ៉ាំអីខុសដែរទេប្រហែលជាគាត់ចាស់ហើយតើសុខភាពខ្សោយឲ្យលោកតាលេបថ្នាំតាមបញ្ជាខ្ញុំទេប្រហែលថ្ងៃទៀតខ្ញុំនឹងត្រឡប់មកវិញបាទខ្ញុំមានអារម្មណ៍ថាបញ្ហានេះគឺមានអីមិនស្រួលហើយយិនអីត្រឡប់ទៅផ្ទះលោកតាវិញខ្ញុំចង់ពិនិត្យឲ្យច្បាស់តើគាត់មានត្រូវថ្នាំពុលទេអ្នកស្រីទូចបញ្ញាប់ទៅណាមែនទេខ្ញុំស្រាប់តែនឹកឃើញថានៅក្នុងថ្នាំខ្ញុំមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយខ្ញុំទៅពិនិត្យសិនលោកហ្វូជំនួយកាយយ៉ាងបានផ្ញើដំណឹងមកថាមានសកម្មភាពខ្លះនៅជីក្រុងបិទអីបាទជំនួយកាយយ៉ាងបានឲ្យមនុស្សផ្លំមើលហើយរងចាំតែបញ្ជារបស់លោកទេត្រូវការពីលោកតានឹងបានឲ្យល្អរឿងផ្សេងទៀតបាច់ខ្វល់ទេខ្ញុំចង់ឲ្យគេដឹងថារឿងសំខាន់នៅក្នុងជីវិតនៅពេលដែលនៅសតតែមួយជំហានទៀតដល់គោលដៅតែបែរជាបរាជ័យខ្ញុំនឹងបំផ្លាញវាវ៉ាន់តើអាយចង់ធ្វើស្អីខ្ញុំបានលើថាលោកតាតែងតែមិនស្រួលខ្លួននៅពេលយប់ខ្ញុំបារម្ភតើបានជាចាក់បញ្ចូលឲ្យលោកតាដើម្បីពិនិត្យមើលឲ្យលម្អិតបើជើងរំខានអីហើយគ្រូសាស្ត្រគឺមានជំនាញចាក់បញ្ចូលពិសេសដែលអាចដឹងគ្រប់ថ្នាំពុលទាំងអស់នៅក្នុងលោករួមទាំងថ្នាំដែលលាក់បាំងផងដែរអាចារ្យលោកតាត្រូវថ្នាំពុលហើយសំណាងល្អដែលអូនមកជួយគាត់តន់ពេលអូនគិតថាគឺវិញ្ញាណជាអ្នកធ្វើការនៅក្នុងផ្ទះនេះបានបងអរគុណអូនហើយដល់ពេលដែលគ្រួសារហ្វូបោះសម្អាតរំលឹកក្នុងចេញហើយអាចារ្យតើបងកំពុងធ្វើអីគ្មានស្អីទេបងចាត់ការរឿងបន្តិចជួយគ្មានអ្នកណាប្រាប់បងទេនៅពេលដែលគេសួរបងថាកំពុងធ្វើអីមានន័យថាគេកំពុងតែនឹកបងហើយអាចារ្យអូននឹកបងមិនមែនធ្វើពិតទេដឹងអូនគិតបែបនេះខានជួបបងជាងមួយថ្ងៃហើយតែអូនមានអារម្មណ៍ថាដូចជាយូរណាស់បងដឹងទេបានមិននឹងអាចទៅសម្រាប់បងក៏នឹងអូនដែរបានជាពួកឯងមិនចង់ប្រាប់ថាជាថ្នាំពុលអីអញ្ចឹងទុកឲ្យពួកឯងរស់នៅតទៅទៀតក៏គ្មានប្រយោជន៍ដែរសម្រាប់ទាំងអស់តែម្ដងទៅបាទមើលទៅតាចាស់ហើយលេងមានប្រយោជន៍ទៀតហើយទោះបីតែមនុស្សក្បែរខ្លួនក៏ចង់ធ្វើបាបបញ្ហានេះតាប្រគល់ឲ្យឯងនឹងអាឈិនចិត្តក៏ត្រូវចាំឯងជាអ្នកស្រីគ្រួសារហ្វូគ្មានអ្នកធ្វើបាបឯងទេថេងឆាន់បានអូននិយាយថានឹកបងពេលនេះបងត្រឡប់មកវិញហើយឯងនិយាយថាមិនត្រឡប់ទៅផ្ទះលោកម្ចាស់ល្ងាចនេះហើយត្រូវនាំយ៉ាងអ៊ីបមកវិញដែរឬមួយក៏គេឃើញអ្វីមួយក្រែងលុកនឹងអ្នកស្រីថាថ្នាំនេះនឹងខ្លាចជាថ្នាំពុលមុនពេលដែលវាទៅបានពុលនឹងគ្មានអ្នកដឹងទេអ្នកទាំងពីរចិត្តតែចេះសិនទៅរងចាំដំណឹងពីខ្ញុំចិត្តដល់ថ្ងៃខ្ញុំនឹងឈិញថងភ្ជាប់វាហើយមិនអាចឲ្យរឿងនេះកើតឡើងបានទេខ្ញុំតំណាងឲ្យថេងឆាន់និងគ្រូសាហ្វូជូនពរអ្នកទាំងពីរមិនថាមានរឿងអ្វីកាត់ឡើងត្រូវស្រឡាញ់គ្នាដល់ចាស់កោងខ្នងណាស់សុវណ្ណមើលតានាងមិនបានយូរនោះទេប៉ាត់មែនទេគួរឲ្យស្ដាយដែលនាងមិនអាចមើលឃើញថ្ងៃនោះយកអំណោយធំបំផុតរបស់ខ្ញុំចូលមកអ្នកឆោតខ្វាយទៀតមិនក៏នាងផងវីដេអូនេះមិនចូលចិត្តសប្បាយនាងជាងពិតជាចូលចិត្តសប្បាយមែនអត់នេះជាការឡាយផ្ទាល់នៅក្នុងពិធីអ្នកណាជាអ្នកធ្វើជាងឈិញធំនាងពិតជាធ្វើឲ្យខ្ញុំខ្មាស់គេណាស់អត់ទេវីដេអូនោះមិនពិតទេគឺជាវីដេអូខ្លាំងៗលុបចេញទៅឲ្យឆាប់ឡើង
ពេលនេះដល់អំណោយទី2ហើយ មិនមែនហើយលោកប៉ាថ្ងៃនេះខែបងប្រុសជាប់ពាក្យអំណោយមួយនេះខ្ញុំគួរតែប្រគល់ឲ្យបានតែផ្ទាល់ដៃហើយ តើជាស្អីទៅ តើសប្បាយចិត្តទេពូឈីមីងលោកចិញ្ចឹមកូនប្រុសអ្នកដទៃអស់ជាច្រើនឆ្នាំយ៉ាងនេះពួកគេទាំងពីរនេះខ្វត់លោកតើនេះជាមូលហេតុដែលលោកបោះបង់ប្រពន្ធកូនខ្លួនឯងមែន ជានៅបែបអែវបាទពូធីឈិនហេតុអីក៏អាចធ្វើបែបនេះតាប៉ាបាត់មាត់ទៅចំណៃ ហេងឆាន់តើបងបានឃើញហើយឯងនេះជាអំណោយរបស់ខ្ញុំសម្រាប់ពួកគេក្នុងលោកនេះអ្នកណាដែលធ្វើបាបបងខ្ញុំដាច់ខាតមិនលើកលែងឲ្យទេ បានបងអរគុណអូនហើយ ពូជីវិញតើបងកើតអីទៅហេតុអីក៏បងសាហាវដាក់កូនប្រុសខ្លួនឯងបែបនេះ នាងនៅនិយាយថាជាកូនខ្ញុំទៀតខ្ញុំនឹងបាញ់អែវនាងអត់គេខ្មាស់ ពូជីវិញតើលោកនិយាយពីអីតើមានការយកច្រឡំអីមែនទេនិយាយគ្នាសិនទៅកុំឲ្យរឿងនេះមករំខានដល់ពិធីភ្ជាប់ពាក្យកូនទាំងពីរអីណាស្ដាប់ខ្ញុំទៅ យល់ច្រឡំមើលច្បាស់ទៅនិយាយទៅតើយល់ច្រឡំនៅកន្លែងណាទៅឆាប់មើលភ្លាមទៅយល់ច្រឡំកន្លែងណាទៅឆាប់មើលទៅ មិនប៉ិតទេណា បាត់មាត់ទៅស្រីជុកណៃនាងមិនសមហើយឈ្មោះជឿទេ ពូជីមីនកុំភ្លេចថាពួកយើងលើលើកខ្សែតែមួយទេ លើកខ្សែតែមួយឆាប់ជិះទៅ ធីងឈុនគេជាមនុស្សល្ងងខ្លាំងណាស់មិនដូចជាហ្វូធីងឆាន់ទីគ្មានអ្នកណាអាចចូលចិត្តគេចិញ្ចឹមគេមិនគ្រប់គ្រាន់ទេគួរតែពិនិត្យច្បាស់ឯងត្រូវតែរៀនតាមហ្វូធីងឆិននោះគ្រួសារហ្វូនឹងទទួលស្គាល់ឯង អត់ទេខ្ញុំគឺពិតប្រាកដមិនក៏មិនឆាប់បាត់ភ្លាមទៅហេតុអីក៏ខ្លាចទៅជាបែបនេះបាទសូមប្រកាសការភ្ជាប់ពាក្យគ្រួសារទាំងពីរត្រូវទុកជាមុខធានជាងឈិងថងមិនមែនជាអ្នកបន្តវេនគ្រួសារជាងទៀតទេ មើលតែគ្រប់គ្នាចូលចិត្តអំណោយនេះណាធីងឆាន់បងកាត់អីតើបងបារម្ភពីពូជីមីងមែនទេយ៉ាងណាក៏គាត់ជាប៉ារបស់បងដែរ អត់ទេមុននេះវិនអ៊ីហើយនៅពូឈីមីងបាននិយាយថាពួកគេជាទូកតែមួយពូឈីមីងមានប្រតិកម្មភ្លាមបងសង្ស័យថាការស្ដាប់របស់ម៉ាក់បងគឺមានតែទៅនឹងពួកគេ អញ្ចឹងយើងសើបរកការពិតរកយុត្តិធម៌ឲ្យម៉ាក់បងទេ ក្នុងកាត់នេះមានលុយចំនួន10លានមិនបាច់ប្រើលេខកូននោះទេខ្ញុំមិនខ្វល់ថាលោកប្រើវិធីអីទេនាងត្រូវតែស្លាប់ដោយគ្មានរូបរាងតែជល់ដាច់ទេ ពីថ្ងៃមុននេះហេតុអីក៏ហៅមកបញ្ញាបែបនេះត្រូវតែព្យាបាលមុនពេលថ្នាំពុះរាលដាលខ្លាំងឡើង អ្នកស្រីដូចជាមានមនុស្សកំពុងតែតាមពួកយើង មើលទៅប្រហែលជាមនុស្សដែលចឹងឈិងថងបញ្ជូនមកទៀតហើយអាឆាន់មានគេកំពុងតែចង់ធ្វើបាបអូនទៀតហើយបើអញ្ចឹងអូនគួរតែទៅកំដរគេលេងហើយ បងស្រីម្នាក់នោះបដូរទិសដៅទៀតហើយមើលទៅនេះដូចជាឈ្មោះទៅការផ្លូវជីក្រុង ត្រូវតាមមើលនាងឲ្យជាប់តែមើលនាងរត់ទៅដល់ណា ខ្ញុំគិតថាស្រីម្នាក់នោះពេលនេះកំពុងតែភ័យហើយ ស្រីស្អាតតើចង់ទៅណានឹង ស្រីស្អាតនាងមិនអាចទៅណាបានទេដូច្នេះតាមយើងទៅតាមស្រួលលើវាមិនល្អទេបើសិនជាដៃជើងរបស់នាងពិការរបៀបនោះណាមែនទេ តែហេតុអីខ្ញុំមានអារម្មណ៍ថាអ្នកដែលមិនរួចខ្លួនគឺជាពួកលោកទៅវិញ បើអញ្ចឹងយើងក៏ចង់មើលដែរ នេះគឺខ្ញុំនៅសម្រាប់នាងស្រីចុរៃ តែមកតែអញអាចរួចទេប៉ុន្តែអញត្រូវមើលសិនថាខ្ញុំយកព្រមដែរឬអត់បាន តាមនេះជាណាហេតុអីក៏ស្រីនោះឲ្យលុយខ្ញុំមកធ្វើរឿងនេះតាមនាងចង់ឲ្យបងប្អូនខ្ញុំស្លាប់មែនទេហ្វូធីងឈិន ចាត់ការទៅ ឈិងឆាន់តែដល់ពេលដែលមនុស្សអាក្រក់ទាំងនោះចង់នរកហើយ កាប់ទៅ តាមមានរឿងអីហេតុអីក៏មិនទាន់មានដំណឹងទៀតឬក៏ពួកទាំងនោះធ្វើការបរាជ័យទៀតហើយមិនអីទេខ្ញុំត្រូវតែបញ្ជាក់ដោយផ្ទាល់លេខក៏ប្រើមិនបានទោះជាមានរឿងអ្វីកាត់ឡើងក៏គេមិនអាចរកខ្ញុំឃើញដែរអ្នកណា យ៉ាងជិញថងខ្ញុំដឹងថានាងនៅខាងក្នុងប្រពន្ធរបស់ខ្ញុំបានបាត់ខ្លួនតើនាងដឹងថាគេនៅកន្លែងណាទេ បាត់ខ្លួនមើលទៅបានជោគជ័យហើយ
យ៉ាងម៉េចនាងភ្ញាក់ផ្អើលណាស់មែនទេអ្នកនាងចាំង ហេតុអីក៏នាងនៅទីនេះ បាទសុថាហេតុអីខ្ញុំនៅទីនេះអ្វីដែលនាងចង់ដឹងជាងគេគឺហេតុអីខ្ញុំរស់នៅមែនទេ អើយ ឆ្ងល់ហើយមែនទេថាហេតុអីក៏ខ្ញុំដឹងខ្ញុំមិនចាំបាច់ធ្វើអីក៏ខ្ញុំចំណាំនាងបានដែរខ្ញុំមិនទុកជីវិតឲ្យនាងនោះទេ ចុះបើជាខ្ញុំតាមពីចាំមិញសិវ៉ាន់ខ្ញុំស្អប់នាងណាស់គ្រប់យ៉ាងគឺនាងដល់អត់ពីខ្ញុំទៅ អញ្ចឹងហ៎អ្នកចាញ់គ្មានសិទ្ធិស្អប់ យើងនឹងសម្រាប់ឯង អ្នកនាងចាំងមិនគិតថាដល់ពេលចុងក្រោយហើយនាងនៅតែល្ងងទៀត ហ្វូធីងឈិនលោកហ៊ានសម្រាប់ខ្ញុំមែនទេ នាងធ្វើបាបនឹងរបស់ខ្ញុំសម្រាប់នាងគឺទុកថាធ្វើដល់ដាក់នាងពេកហើយ តោះយើងទុកឲ្យនាងស្លាប់នៅទីនេះចុះ សិវ៉ាន់នាងគឺជាស្រីដែលពឹសពុលណាស់នាងនឹងទទួលបាបកម្មខ្ញុំសូមដាក់បណ្ដាសានាងខ្ញុំដាក់បណ្ដាសានាងឲ្យស្លាប់ទាំងវេទនា